មួយចាននេះឃើញភ្លាមប្រកបជាឃ្លានហើយបងប្អូនបាទគឺឆាមរះបើសាច់មាន់ធ្វើខ្លួនឯងហូបខ្លួនឯងងាយបងប្អូនឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នាគ្រឿងផ្សំសំខាន់មានដូចជាសាច់មាន់ដែលយើងច្រាំមិញហ្នឹងបាទជាមួយម្រះព្រៅហើយនឹងខ្ទឹមបុកម្ទេសប៉ុណ្ណឹងងាយតោះយើងទៅចម្អិនទាំងអស់គ្នាហើយយើងដាក់ខ្ទឹមឆាខ្ទឹមឲ្យឈ្ងុយសិនទៅដើម្បីដាក់សាច់មាន់នេះសាច់មាន់ឲ្យឆ្អិនសូមយើងដាក់គ្រឿងតាមក្រោយយើងដាក់ទឹកតិចបងប្អូនទឹកពីចានខ្ទឹមម្ទេសមិញហ្នឹងដាក់ទៅឲ្យមានទឹកដបមកសូមយើងដាក់ថែមថយរសជាតិអូនយើងដាក់ម្សៅស៊ុបចុងស្លាបព្រាទឹកត្រីមកស្លាបព្រាបាយទៅថែមជាតិខ្លាចវិញប្រៃដល់មកភ្លេងចង់ស្ទាបតិចមកភ្លេងចង់មកស្លាបព្រាបាយដល់មកស្ករដាក់ពីកូនស្លាបព្រាទៅចង់អានថែមទៀតបាទឆារួចហើយយើងចាប់តាមលក់វាមើលតើរសជាតិវាល្មមឬមិនល្មមថែមថយតាមហ្នឹងសាបថែមតែអីទៅដាក់កลับមកខ្ញុំល្មមដាក់ស្លឹកវាទៅចូលប៉ុណ្ណឹងការស្រេចបងប្អូនអាចទូដាក់ចានតុបតែងចានទៅសម្រាប់បាយមួយចានដាក់ពងមាន់មួយទៀតការស្រេចរួចរាល់បងប្អូនមើលទៅនៅអត់ជួយឲ្យបន្ទុកផងជួយ comment ផងតើវាត្រឹមត្រូវអត់ទេខ្ញុំរៀនធ្វើតាមគេតាមឯងបងប្អូនតែឆ្ងាញ់ខ្ញុំហូបឆ្ងាញ់អរគុណជួយ subscribe ផងបងប្អូន